ថ្ងៃទី15ខែកក្កដាសាលាដំបងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោកហុក រ៉េន ដែលជាអ្នករត់កង់3និងប្រើប្រាស់បណ្ដាញសង្គមមួយរូបឲ្យជាប់ពន្ធនាគារ4ឆ្នាំពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ពនិងញុះញង់នាំឲ្យមានការវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាប់តាក់ទងទៅនឹងការបង្ហោះសារលើបណ្ដាញសង្គម Facebook របស់លោកពីបញ្ហាព្រំដែនកម្ពុជាថៃនេះបើសិនជាដូចលោកហុក រ៉េន ណាគាត់តែនិយាយប៉ុណ្ណឹងជាប់គុកគាត់និយាយពីរឿងទាហានខ្មែរខ្វះម៉ោងនេះមួងណារ៉េតនេះបើគេដាក់គុកវិញណាប្រហែលជា100ជីវិតហើយបើនិយាយពីរឿងគុកព្រោះខ្ញុំក៏និយាយច្រើនដែរពីរឿងការពិតតាក់ទងនឹងកងទ័ពរឿងបែបនេះនៅស្រុកសេរីគេនិយាយគេបញ្ហាទេប៉ុន្តែនៅស្រុកខ្មែរគឺអញ្ចឹងអានេះគឺជាម៉ែត្រវាស់អំពីរបៀបដឹកនាំបែបផ្ដាច់ការហើយយើងទៅប្រាប់ថាកម្ពុជាជាឋានសួគ៌ឋានសុខសេរីភាពអីហ្នឹងសេរីភាពសាកតែនិយាយតាគ្រប់គ្រងរដ្ឋាភិបាលគឺដឹងឲ្យបានផលតទៅពេលប្រឆាំងតែមួយម៉ាត់គ្រប់គ្រង10ឆ្នាំក៏ដោយ20ឆ្នាំក៏ដោយ100ឆ្នាំក៏ដោយតាមមួយម៉ាត់ចុងក្រោយគឺជាប់គុកចឹងឲ្យតែហ៊ានគឺថាតវ៉ាខ្មាំងប្រឆាំងខ្មោចដូចតែសម័យខ្មែរក្រហមដែរលោកហុក រ៉េន អាយុ51ឆ្នាំគឺចាប់ជាលើកទី2ទៅហើយនៅរសៀលថ្ងៃទី19ខែធ្នូ2025ភ្លាមក្រោយលោកបានបញ្ចេញការរិះគន់លើបណ្ដាញសង្គម Facebook ទៅលើថ្នាក់ដឹកនាំរដ្ឋាភិបាលជំវិញចំណាត់ការចំនួនព្រំដែនកម្ពុជាថៃនៅអំឡុងឆ្នាំ2025លោក រ៉េន ត្រូវបានចោទប្រកាន់ពីបទដែលមានជម្រាបខាងលើហ្នឹងលោក រ៉េន ក៏ត្រូវបានចោទប្រកាន់ពីបទមិនរៀងចាលទៀតព្រោះធ្លាប់ជាប់គុកបទមជ្ឈិមបន្ទាប់ពីផ្ដន្ទាទោសរួចហើយដែលកាលនោះគឺគាត់ប្រព្រឹត្តគេឥឡូវលោក រ៉េន ត្រូវបានជាប់ពន្ធនាគាររយៈពេល18ខែហើយទៅបោះកាលមុនជាប់18ខែដោះលែងអនុវត្តទោសរួចរាល់នៅក្នុងខែមករាឆ្នាំ2025បន្ទាប់មកលើចាប់ខ្លួនទៀតហើយឥឡូវជាប់គុកទៀតយើងទៅអត់រៀងចាលមិនដូចខ្ញុំនិយាយចឹងយើងអត់ប្រព្រឹត្តខុសអីយើងអត់អាចរៀងចាលកើតទេដូចកញ្ញាឈឹមស៊ីធដូចលោករងឈុនដូចលោកកើតសារាយប្រព្រឹត្តបទល្មើសដែលមិនមែនជាបទល្មើសហើយយើងចោទគេតាមបែបនយោបាយមកគឺថាហូបបាយខុសដល់ពេលចេញពីគុកមកហូបបាយទៀតជាប់គុកទៀតហើយព្រោះហូបបាយរាល់ថ្ងៃខុសដែរអាហ្នឹងខ្ញុំនិយាយឧទាហរណ៍ឲ្យសាមញ្ញយើងរកកន្លែងខុសអត់ឃើញព្រោះហូបបាយដើម្បីរស់ដល់ពេលហើយគេថាជាប់គុកដោយសារលើកមុនជាប់គុកដោយសារយើងរស់ហូបបាយយើងថាខុសដែរហូបបាយដល់ពេលចេញមកទៅហូបបាយទៀតគេថាអត់រៀងចាលព្រោះនៅហូបបាយទៀតជាប់គុកទៀតបាទហ្នឹងគឺច្បាប់នៅស្រុកខ្មែរឥឡូវបន្តទៀតបងប្អូនគឺជប៉ុនថាកំពុងតែតាមដានយ៉ាងស្អិតឬប៉ុន្តែមុននឹងជប៉ុនតាមដានស្អិតនេះខ្ញុំនិយាយពីការផ្ទុះការវែកញែករឿងកំហុសអក្ខរាវិរុទ្ធក្នុងលិខិតលើកលែងទោសអក្រិតជនបែលហ្សិកជួញដូរគ្រឿងញៀនរឿងនេះតាមពិតវាមិនគួរជារឿងខ្ញុំយកមកផ្សាយអីទេបងប្អូនក៏ប៉ុន្តែពេលដែលខ្ញុំផ្សាយនេះគឺជាន័យអប់រំន័យដាស់តឿននិងក្រើនរំលឹកឬក៏ជាបច្ច័យដើម្បីដូចថាយកទៅកែផងហើយពន្យល់ទៀតបងប្អូនឃើញបរិយាក្រិតរបស់តាមពិតបរិយាក្រិតនេះគឺសញ្ញេដោយលោកហ៊ុនសែននេះព្រោះលោកហ៊ុនសែនឆ្លៀតឱកាសពេលព្រះមហាក្សត្រខ្មែរកំពុងសម្រាប់ព្យាបាលនៅពេលកាំងហ្នឹងគឺបានមកសរសេរចុះហត្ថលេខាលើកលែងទោសជនជាតិបែលហ្សិកដែលជួញដូរគ្រឿងញៀនជាង1គីឡូហ្នឹងដែលជាប់គុកអស់មួយជីវិតហ្នឹងតាមសំណើកូនប្រុសរបស់គាត់គឺលោកហ៊ុនម៉ាណែតហ្នឹងគឺមិនដឹងថាមានរឿងអីបានជាទៅលើកលែងទោសតន់ដិតដែលជួញដូរគ្រឿងញៀនជាប់គុកមួយជីវិតនេះខ្ញុំកំពុងតែឆ្ងល់រឿងហ្នឹងវាជួយដល់ជាតិខ្មែរនឹងសំខាន់ប៉ុណ្ណាទៅដោះលែងតន់ដិតនេះទៅធ្វើឲ្យជាតិយើងនឹងคล้ายទៅជាប្រទេសសេរីប្រជាធិបតេយ្យសេដ្ឋកិច្ចយើងកើនឬក៏យ៉ាងម៉េចចោះលោកកម្មសខាលោករងឈុននេះដែលដោះទៅដែលបានទទួលរួចតន្តកម្មពីបរទេសហេតុអីក៏មិនដោះមកដោះលោកបែលហ្សិកនេះតើបានចំណេញអីដល់ជាតិក្រៅតែពីមិនដឹងរឿងអីឲ្យប្រកាសហើយអ្នកជាប់ទោសគ្រឿងញៀនហ្នឹងវាអត់ត្រូវការទទួលរឿងលើកលែងទោសអីតតែសោះគេលើកលែងទោសតែចោលលួចមន់លួចចេកស្អីបន្តិចបន្តួចឆ្លោះគ្នាក្នុងគ្រួសារអីប្តីវាយប្រពន្ធវាយប្តីទាស់សម្ដីគ្នាអីលាក់នឹងលាក់អីបន្តិចបន្តួចចេះទេហើយអញ្ចឹងអ្នកទោសនយោបាយអីដោះលែងគ្នាទៅមកដោះលែងអ្នកទោសអក្រិតជនជាប់គុកមួយជីវិតដែលជាជនជាតិបែលហ្សិកគេរិះគន់គាត់គ្រប់គ្នាឥឡូវទាំងឪទាំងកូនទាំងលោកហ៊ុនម៉ាណែតទាំងលោកហ៊ុនសែននាំគ្នាបានបកគោណាព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីលោករួចខ្លួនដែរព្រោះអីកន្លែងទៅអង្គប្រថាប់ព្យាបាលព្រះជរោគនៅពេលកាំងទៅខាងលោកហ៊ុនសែនបញ្ញាប់ជាមួយលោកហ៊ុនម៉ាណែតកុំឲ្យលោកព្រះមហាក្សត្រយាងមកតន់អញ្ចឹងលើកលែងទោសទៅហើយដល់ប្រហែលជាបញ្ញាប់ពេកហ្នឹងក៏តែមិនដឹងសរសេរអាការត្រាស់បង្គាប់ហ្នឹងប្រើភាសាមួយដែលធ្វើឲ្យបណ្ដាញសង្គមហ្នឹងផ្សាយព្រាតថា
ហេតុអីបានជាគេប្រើពាក្យនៅក្នុងមាត្រាមួយនេះនិយាយថាលើកលែងទោសទៅដល់ជនឈ្មោះតាំងហ្គុយអេឌីតៃយេហើយតាមអំណាចសាលក្រមព្រហ្មទណ្ឌលេខប៉ុណ្ណេះរបស់តុលាការកំពូលតាមពិតប្រជាពលរដ្ឋដែលគេលើកឡើងហ្នឹងគឺមិនជារឿងអីទេគឺរឿងសរសេរភាសាខុសនៅក្នុងបរិជ្ជក្រិតនេះប្រហែលជាមានតែ3បន្ទាត់សោះខុសដែរគឺរឿងសរសេរថាការលើកលែងទោសនេះគឺធ្វើតាមសាលក្រមរបស់តុលាការកំពូលគាត់ជំទាស់ហ្នឹងមិនមែនជំទាស់រឿងលើកលែងទោសទេឥឡូវមកនាំគ្នាជជែករឿងសរសៃមីនិងសរសៃកាទៀវឯអត់ជជែករឿងសាហាយស្មន់ដែលនាំស្រីទៅហូបចូលហាងហូបស្អីនៅក្នុងហាងហ្នឹងឯងឥឡូវអារឿងមានស្រីអត់ជជែកទៀតទេជជែកពីរឿងសរសៃមីនិងសរសៃកាទៀវវិញណាវាទៅជាវល់ចេះវិញគាត់ជជែករឿងខុសពាក្យថាពាក្យតុលាការកំពូលគេអត់អាចប្រើសាលក្រមទេអញ្ចឹងអ្នកណាឲ្យខុសប្រកាសនៅក្នុងការធ្វើបរិជ្ជក្រិតដែលមានតែ2 3បន្ទាត់ហ្នឹងជាការពិតបងប្អូនការលើកឡើងរបស់បងប្អូនលើបណ្ដាញសង្គមហ្នឹងក៏មានហេតុសំផលសំរុំដែរប៉ុន្តែយើងអត់និយាយពីរឿងហេតុអីបានជាគេលើកលែងទោសលោកជនជាតិបែលហ្សិកនេះយើងមកនាំគ្នាឆ្លោះគ្នារឿងពាក្យប្រើខុសព្រោះធម្មតានៅក្នុងពាក្យបច្ចេកទេសខ្មែរគេមានឋានានុក្រមរបស់ពាក្យនៅក្នុងសេចក្តីសម្រេចរបស់តុលាការសេចក្តីសម្រេចតុលាការជាន់ទាបសាលាដំបងគេប្រើថាសាលក្រមខ្ញុំបានបញ្យល់បងប្អូនច្រើនដងដែរប៉ុន្តែនេះប្រហែលជាកំហុសអក្ខរាវិរុទ្ធទេប្រហែលជា copy ទៅវាលឿនពេកព្រោះបញ្ញាប់ខ្លាចបកូណាយាងមកស្រុកខ្មែរវិញតាន់លោកហ៊ុនសែនបាត់ងារជាប្រមុខរដ្ឋស្ដីទីមិនអាចឡាយពហុលេខានេះហើយឡាយតែត្រូវអាចបកូណាលោកមិនអាចឡាយពហុលេខាអីចឹងកុំឲ្យបកូណាប្របាក់បញ្ញាប់ទៅក៏អាចខុសពាក្យនឹងលឿនទៅមើលមិនតាន់ក៏ថាបានដែរគឺដោយសារអីសាលាជាន់ទាបគេប្រើសាលក្រមពេលដែលដល់ឧទ្ធរទៅគឺគេប្រើសាលដីកាសេចក្តីសម្រេចអត់លែងសាលក្រមទៀតហើយព្រោះវាមានឋានានុក្រមខុសគ្នានិយាយទៅសាលក្រមតែសាលាដំបងឯងចាប់ពីឧទ្ធរទៅដល់កំពូលគឺសាលដីកាទាំងអស់អានេះគឺជាបើថាយើងមិនច្បាស់យើងប្រើពាក្យសេចក្តីសម្រេចទៅអានឹងវាស្រួលជាងព្រោះសេចក្តីសម្រេចរបស់តុលាការសាលាដំបងក៏បានសេចក្តីសម្រេចរបស់ឧទ្ធរក៏បានសេចក្តីសម្រេចរបស់តុលាការកំពូលក៏បានក៏ប៉ុន្តែបើយើងដូរសេចក្តីសម្រេចមកពីឈ្មោះសាលក្រមវិញគឺបានតែសេចក្តីសម្រេចរបស់សាលាដំបងសាលក្រមសេចក្តីសម្រេចរបស់សាលាឧទ្ធរគឺសាលដីការបស់តុលាកំពូលក៏សាលដីកាដែរគឺគេមានអញ្ចឹងហើយដល់ពេលគាត់ក៏ថាសាលក្រមរបស់តុលាការកំពូលអ្នកដែលសួរហ្នឹងក៏សួរថាឥឡូវគេដូរពីអីអញ្ចឹងចាប់ពីតុលាការកំពូលទៅគេអាចប្រើសាលក្រមបានឬក៏គេនៅតែប្រើសាលដីកាគេគ្រាន់តែហើយចឹងបានថាបងប្អូនខ្មែរយើងស្អីក៏មានដែរហើយដល់ចឹងមកឡែរឿងហ្នឹងតាមពិតវាជាកំហុសទេអ្នកដែលសរសេរបរិជ្ជក្រិតនេះយកទៅកែទៅមិនបាច់វែងឆ្ងាយទេព្រោះវាអត់មានអ្នកណាគេប្រើពាក្យសាលក្រមជាមួយតុលាការឧទ្ធរនិងសាលាកពូលចាំបាច់មកបកស្រាយវែងឆ្ងាយអីថាគេប្រើអាហ្នឹងបានតិចទៅកាត់ក្បាលឲ្យត្រូវមួកទៀតទៅថាកុំឲ្យអ្នកដែលរៀបចំឲ្យលោកហ៊ុនសែនសញ្ញេហ្នឹងកុំឲ្យបាក់មុខគឺអត់មើលខុសត្រូវប៉ុន្តែចាប់ផ្ដើមកាត់ក្បាលឲ្យត្រូវមួកហ្នឹងបានន័យថាចាប់ពីពេលនេះតទៅប្រើពាក្យសាលក្រមជាមួយតុលាការកំពូលតុលាការឧទ្ធរដែរអាហ្នឹងគឺជារឿងឡាប់ឡាយមែនតើកុំផ្ដេសផ្ដាស់ឲ្យសោះប្រាប់ទៅថាអាហ្នឹងសរសេរខុសទេហើយកែទៅព្រោះអត់មានពាក្យខ្មែរណាសម្រាប់សាលក្រមសម្រាប់តុលាការកំពូលទេគឺចាប់ពីឧទ្ធរទៅដល់តុលាការកំពូលគឺគេហៅថាសាលដីកាហើយព្រោះសំបីតែឋានានុក្រមរបស់ជនសង្ស័យហ្នឹងក៏គេមានដំណាក់កាលដែរជនតែគេគាត់ដំបងឡើយគេហៅសង្ស័យក្រោយមកជនត្រូវចោតអត់ទាន់បានចោតទេសង្ស័យត្រូវចោតព្រោះតិចទៀតគេចោតដែរហើយដល់ពេលសង្ស័យត្រូវចោតពេលដែលគេចោតហើយគេហៅជនជាប់ចោតគឺនីតិវិធីគេដឹងថាអូសង្ស័យនៅមុខនីតិវិធីស៊ើបអង្កេតអត់ទាន់ដល់ជំនុំជម្រះទេដល់តែពេលត្រូវចោតបានន័យថាគេចិត្តចោតគេហៅជនត្រូវចោតហ្នឹងអូនីតិវិធីហ្នឹងអត់ទាន់ដល់ជំនុំជម្រះទៀតនៅមុខអង្គបូរេឬក៏ប៉ូលីសស៊ើបអង្កេតអីស៊ើបសួរអីដល់ពេលគេចោតហើយគេហៅជនជាប់ចោតហ្នឹងបានន័យថាបញ្ជូនទៅជំនុំជម្រះដល់ពេលជនជាប់ចោតហ្នឹងពេលដែលគេកាត់ទោសគេហៅតន់ដិតអីចឹងទៅដល់ពេលតន់ដិតហ្នឹងគឺវានៅអត់ទាន់មានសាលក្រមស្ថាពរច្បាប់នៅការពារថាមិនទាន់ជាវិរុទ្ធជនអីចឹងទៀតវាច្រើនណាបងប្អូនប៉ុន្តែហើយណាស់ហើយ
យើងនាំគ្នាមកវាយជជែករឿងហ្នឹងខាត់ពេលណាប៉ុន្តែយ៉ាងណាបងប្អូនជួនកាលវាលឿនពេកដែរដូចខ្ញុំនិយាយចឹងតែថាយើងប្រញាប់ពេកទៅអឺទៅសេមើលវាមិនតាន់ទេព្រោះឡាយប្រញាប់ទៅលើកលែងទោសជនអក្រិតជួញដូរគ្រឿងញៀនបើនៅសិង្ហបុរីគេប្រហារជីវិតបាត់ហើយហើយអញ្ចឹងសារនេះនឹងប្រាប់ជនជួញដូរគ្រឿងញៀននៅពិភពលោកថានៅស្រុកខ្មែរណាអញជួញដូរគ្រឿងញៀនដល់1គីឡូជាងក៏ដោយបើជាជនបរទេសក៏នៅតែលើកលែងទោសរួចដែរអញ្ចឹងអ្នកជួញដូរគ្រឿងញៀនកំពុងតែសបាយងាប់ហើយនោះហើយខ្មែរយើងភ័យឲ្យហើយទៅតែពេលអញ្ចឹងគឺណានាគេខ្លាចបន្តទៅទៀតព័ត៌មានអន្តរជាតិហើយនេះនោះគឺជប៉ុនថាខ្លួនកំពុងតែតាមដានយ៉ាងស្អិតរឿងអាមេរិកបើកយុទ្ធនាការកម្ចាយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលជនជាតិជប៉ុនជាប្រធានតុលាការនេះបាទនេះគឺជាប្រវត្តិសាស្ត្របងប្អូននៅក្នុងពិភពលោកគឺជប៉ុនអត់ដែលមានចៅក្រមឬក៏ប្រជាពលរដ្ឋជប៉ុនដែលជាប្រធានរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះណាហើយដូច្នេះនៅក្នុងន័យនេះគឺនៅពេលដែលជប៉ុនឬអាមេរិកចាប់ផ្ដើមធ្វើយុទ្ធនាការកម្ចាយកំទេចតុលាការព្រហ្មទណ្ឌអន្តរជាតិនេះឲ្យខាងតែបានជាលក្ខណៈជាតិគឺជប៉ុនចាប់ផ្ដើមប្រយ័ត្នប្រយែងព្រោះជប៉ុនគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយអាមេរិកដែរក៏ប៉ុន្តែរឿងនេះអាមេរិកធ្វើជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិនេះគឺជារឿងនយោបាយទេរឿងបច្ចេកទេសធ្វើអីតុលាការនេះអត់បានទេហេតុអីបានជាអាមេរិកធ្វើរឿងនេះឲ្យខ្ញុំចាត់ទុកថាជារឿងនយោបាយអាមេរិកមិនអាចធ្វើចាត់ការតុលាការនេះបានព្រោះតុលាការនេះគឺជាស្ថាប័នឯករាជ្យក្របខ័ណ្ឌអង្គការសហប្រជាជាតិហើយអ្វីដែលអាមេរិកធ្វើតុលាការនេះអត់បានហ្នឹងគឺអញ្ចេះឥឡូវខ្ញុំនិយាយសាវតាហ្នឹងខ្លីបន្តិចដើម្បីកុំឲ្យបងប្អូនអត់ដឹងថារឿងហ្នឹងយ៉ាងម៉េចម្សិលមួយថ្ងៃនេះគឺទាំងក្រសួងយុតិធធម៌អាមេរិកទាំងក្រសួងការបរទេសអាមេរិកលោក Marco Rubio បានចេញសេចក្តីថ្លែងការណ៍ប្រកាសគឺរំលាយអង្គការចាត់តាំងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះឲ្យខាងតែបានតាមរយៈការផ្ដាច់លុយតាមរយៈការធ្វើទុកបុកម្នេញដល់ចៅក្រមឬក៏មន្ត្រីតុលាការនេះឲ្យប្រទេសសម្ព័ន្ធមិត្តហាមទិដ្ឋាការឬដាក់ទណ្ឌកម្មអីយ៉ាងម៉េចធ្វើឲ្យស្ថាប័ននេះគឺយ៉ាប់ដោយសារអីដោយសារតែតុលាការនេះចង់ស៊ើបអង្កេតផ្ដន្ទាទោសទៅហ៊ានអាមេរិកឬក៏មេដឹកនាំអាមេរិកដែលឈ្លានពានអាហ្វហ្គានីស្ថានយូរហើយឥឡូវនេះដល់រឿងអ៊ីរ៉ង់ទៀតចឹងអាមេរិករៀងផ្អើលដែរព្រោះអ៊ីរ៉ង់នេះជាអំពើឈ្លានពានដែនអធិបតេយ្យរដ្ឋបរទេសទេណាបើតាមច្បាប់គឺអាមេរិកធ្វើអត់ត្រូវទេគាត់ថាតាមសិលធម៌គឺយើងទៅរំលាយអង្គការចាត់តាំងរបស់ប្រទេសផ្ដាច់ការដើម្បីយកសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋវិញក៏វាល្អដែរប៉ុន្តែច្បាប់ទម្លាប់យើងមិនមែនចេះតែដើរធ្វើអញ្ចឹងស្រេចចិត្តទេអាមេរិកធ្វើត្រូវក្នុងន័យថាជួយឲ្យប្រទេសអ៊ីរ៉ង់ប្រជាពលរដ្ឋមានសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញរួចពីកញ្ញាំជនផ្ដាច់ការប៉ុន្តែខុសត្រង់ថាការឈ្លានពានរដ្ឋបរទេសនេះគឺអត់ត្រូវតាមច្បាប់អន្តរជាតិទេអញ្ចឹងអាមេរិកក៏ភ័យខ្លួនដែរព្រោះតុលាការនេះបើឯករាជ្យបែបនេះគឺអាចបើកការស៊ើបអង្កេតដើម្បីចាប់ទាហានអាមេរិកយកទៅផ្ដន្ទាទោសបានឬក៏មេដឹកនាំដែលបញ្ជាឲ្យឈ្លានពានរដ្ឋបរទេសនេះព្រោះតុលាការនេះមានសមត្ថកិច្ចអាមេរិកមិនមែនជាសមាជិកមែនក៏ប៉ុន្តែគេធ្លាប់កាត់ទោសឲ្យតែរឿងហ្នឹងកើតឡើងក្នុងដែនដីដែលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិដោយសារដឹងរឿងនេះឯងអាមេរិកគេថាឲ្យតែតុលាការនេះស៊ើបអង្កេតអីក៏ដោយគឺវាប៉ះពាល់ដល់អធិបតេយ្យរបស់អាមេរិកប្រព័ន្ធតុលាការអាមេរិកវាប៉ះពាល់ដល់ទឹកចិត្តរបស់កងទ័ពអាមេរិកទៀតព្រោះតែឮតែវាយអីឆ្លៀនពៀនទៅប្រទេសដទៃហើយគេអាចចាប់បានអញ្ចឹងទាហានអាចបាក់ទឹកចិត្តមេបញ្ជាការអាចឈប់ទទួលបញ្ជាពីកងទ័ពព្រោះអីកុំថាឡើយតុលាការព្រហ្មទណ្ឌអន្តរជាតិសំបីតែប្រព័ន្ធសហរដ្ឋអាមេរិកនេះគឺសភាគេក៏គេបោះឆ្នោតអនុម័តទៅមួយអាទិត្យមុនដែរប្រាប់ថាអត់ឲ្យលោកត្រាំទៅធ្វើសង្គ្រាមដែលអត់សមរដ្ឋសភាគេទេព្រោះជាអំពើឈ្លានពានខុសច្បាប់រដ្ឋធម្មនុញ្ញអាមេរិកទៀតអញ្ចឹងអាមេរិកវាហាក់បីដូចជាទាល់ច្រកច្រើនយ៉ាងដែររដ្ឋបាលលោកត្រាំណាបើយើងនិយាយឲ្យមែនតើឲ្យតាមតត្ថភាពជាក់ស្ដែងគាត់ខំប្រឹងធ្វើដើម្បីរំដោះអ៊ីរ៉ង់ចេញពីពួកផ្ដាច់ការមែនក៏ប៉ុន្តែអំពើគាត់ហ្នឹងគឺរងការរាំងស្ទះដោយសារវាខុសច្បាប់ច្រើនពេកអញ្ចឹងទៅបានជាគេចេះតែទប់ហ្នឹងដល់ទប់ឥឡូវដើម្បីជាការលើកទឹកចិត្តកងទ័ពដើម្បីឲ្យសង្គ្រាមហ្នឹងកាន់តែទៅទៀតឲ្យអាមេរិករួចខ្លួនគឺបានជាចេញការវាយប្រហារទៅខាងស្ថាប័ននេះប៉ុន្តែអត់ជោគជ័យទេបងប្អូនហេតុអីបានខ្ញុំថាអត់ជោគជ័យវាអាចថាវាធ្វើឲ្យអាមេរិកហ្នឹងគឺស្អំចិត្តប្រជាពលរដ្ឋខ្លួនឯងនិងកងទ័ពខ្លួនឯងប៉ុន្តែឲ្យជោគជ័យលើតុលាការព្រហ្មទណ្ឌអន្តរជាតិនេះអត់ទេ
ដោយសារតែតុលាការនេះជាស្ថាប័នឯករាជ្យហើយបានលុយមកពីណាបងប្អូនសំណួរសួរថាបើស្ថាប័ននេះដួលគឺតតែដាច់លុយតើលុយបានមកពីណាដើម្បីឧបត្ថម្ភស្ថាប័ននេះបងប្អូនស្ថាប័នតុលាការព្រហ្មទណ្ឌអន្តរជាតិនេះណាមានទឹកប្រាក់ដែលត្រូវការបើកមួយឆ្នាំត្រូវចាយលុយ210លានដុល្លារលុយនឹងបានមកពីណាចម្លើយគឺខ្លីលុយបានពីសមាជិករបស់អង្គការតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះទាំង125ប្រទេសសពថ្ងៃនេះប្រទេសនៅលើពិភពលោកមាន200ណាបងប្អូនមានតែ125ប្រទេសទេដែលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះប៉ុន្តែមិនមែនបានន័យថាគេអត់អាចកាត់ទោសបានប្រទេសដែលជាមិនមែនសមាជិកទេឲ្យតែអ ுக ្រិតកម្មហ្នឹងកើតឡើងក្នុងដែនដីរដ្ឋជាសមាជិកគឺអ្នកណាមិនជាសមាជិកក៏ដោយអ្នកឯងតែប្រព្រឹត្តក្នុងរដ្ឋជាសមាជិកគឺកាត់ក្តីបានទាំងអស់ហើយយកបុគ្គលដែលជាមេបញ្ជាការយកទៅផ្ដន់ទាទោសអញ្ចឹងហើយលុយ210លានដុល្លារក្នុងមួយឆ្នាំនេះគឺបានមកពីប្រាក់សមាជិកនឹងឯងកម្ពុជាត្រូវបង់លុយទៅអង្គតុលាការព្រហ្មទណ្ឌអន្តរជាតិនឹងរាល់ឆ្នាំណាបងប្អូនយើងជាសមាជិកយើងបង់តាមសទ្ធាឬក៏តាមកម្រិតនៃសេដ្ឋកិច្ចរបស់ខ្លួនអ្នកច្រើនបង់ច្រើនអ្នកតិចបង់តិចគឺគេមើលតាមទំហំសេដ្ឋកិច្ចអ្នកណាចង់បរិច្ចាគថែមក៏បានដែរអញ្ចឹងត្រូវចាំថាកម្ពុជាសពថ្ងៃហ្នឹងបង់លុយទៅតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹងអញ្ចឹងយើងអត់ប្រើគេសោះនេះយើងបង់លុយរាល់ឆ្នាំយើងអត់ដឹងថាបង់ប្រមាណទេប៉ុន្តែបង់រាល់ឆ្នាំយើងដើម្បីខ្លាយទៅជាសមាជិកគេគឺយើងត្រូវបង់លុយហើយអត់ប្រើអាលុយដែលបង់ហើយហ្នឹងអត់ព្រមប្តឹងទៅឲ្យគេចាត់ការយើងនៅតែវៀងចុះវៀងឡើងវៀងចុះវៀងឡើងជាមួយថៃខ្ញុំឆ្ងល់មែនតើប៉ុន្តែអ្នកដែលបង់លុយច្រើនជាងគេជួយគឺជប៉ុននេះឯងជប៉ុននេះបង់ច្រើនណាស់បងប្អូននៅក្នុង210លានដុល្លារនេះជប៉ុនបង់ប្រហែលជា30លានដុល្លារជាប្រាក់បរិច្ចាគគេជួយហ្មងក្រៅពីជប៉ុនគឺអាល្លឺម៉ង់ក៏11%ដែរប្រហែលជា20លានជាងដែរបារាំងក៏ជួយប្រហែលជា8.5%ហ្នឹងប្រហែលជា8-9លានដែរមួយឆ្នាំក្រោយមកមានចក្រភពអង់គ្លេស8% 7-8លានហ្នឹងអ៊ីតាលី6% 6-7លានហ្នឹងឬក៏ផ្សេងទៀតហ្នឹងគឺមានសៅកូរ៉េខាងត្បូងកាណាដាអេស្ប៉ាញអីហ្នឹងសុទ្ធតែជួយច្រើនដែរតែប្រទេសដទៃទៀតតាមសមាជីវោតាមសទ្ធាតែជប៉ុនដោយសារតែគាត់យើងឃើញទេជប៉ុនបង់លុយជួយតឡាការនេះច្រើនហើយឥឡូវប្រធានតឡាការនេះគឺជាចៅក្រមរបស់ជនជាតិជប៉ុនទៅទៀតអញ្ចឹងបានជប៉ុនគេថាគេប្រយ័ត្នប្រយែងគេមើលតាមដានយ៉ាងយកចិត្តទុកដាក់ក៏ប៉ុន្តែបងប្អូនដូចខ្ញុំនិយាយចឹងអាមេរិកទៅរំលាយស្ថាប័ននេះអត់ប្រយោជន៍ទេអត់បានជោគជ័យទេដោយសារអីតឡាការព្រហ្មទណ្ឌអន្តរជាតិអត់ត្រូវការលុយពីសហរដ្ឋអាមេរិកទេព្រោះអាមេរិកអត់មានសមាជិកផងហ្នឹងថៃក៏មិនមែនជាសមាជិករុស្ស៊ីក៏មិនមែនជាសមាជិកអ៊ីស្រាអែលក៏មិនមែនជាសមាជិកតែតឡាការនេះចេញដោយការចាប់ខ្លួនលោកពូទីនចាប់លោកប៊ិនយ៉ាមិននេតាន់យ៉ាហ៊ូរបស់អ៊ីស្រាអែលរបស់ស៊ូដង់ផ្សេងទៀតមកកណោក៏ដឹកពួកអីតឡាការគេឯករាជ្យបាទអានេះខ្ញុំគាត់តែបញ្យល់បងប្អូនត្រួសអំពីរឿងតឡាការនេះខ្ញុំឆ្លេះត្រឹមប៉ុណ្ណឹងចោះព្រោះអស់ម៉ោងទៅហើយឥឡូវព័ត៌មានបញ្ចប់តកតងនឹងរឿងអ៊ុយក្រែនគ្រោងផលិតដ្រូនឲ្យបាន20លានគ្រឿងក្នុងមួយឆ្នាំអ៊ុយក្រែនអស្ចារ្យមែនតើបងប្អូនគេថាអញ្ចេះបងប្អូនមានចាំលោក Zelensky ជាអ្នកណាហ៎លោក Zelensky គឺជាតារាកំ pl ែងទេណាលោក Zelensky ជាតារាកំ pl ែងគាត់คล้ายពីតារាកំ pl ែងទៅជាមេដឹកនាំជាន់ខ្ពស់ពិភពលោកដែលតតាំងនៅក្នុងសង្គ្រាមដែលមើលទៅស្វិតស្វាញមែនតើគាត់កំ pl ែងនៅពេលដែលគាត់មិនទាន់ជានាយករដ្ឋមន្ត្រីប្រធានាធិបតីដល់ពេលជាប្រធានាធិបតីគឺគាត់ច្បាស់ការអត់មានកំ pl ែងទេអត់មានលេងសើចទេវាផ្ទុយពីមេដឹកនាំពិភពលោកមួយចំនួនទៀតคล้ายជាមេដឹកនាំមែនតែនដល់ពេលដឹកនាំคล้ายទៅជាអ្នកកំ pl ែងវិញអាហ្នឹងមិនដឹងទេបងប្អូនគិតមើលទៅមេដឹកនាំណាคล้ายជាអ្នកកំ pl ែងគាត់ឥឡូវហ្នឹងអ៊ុយក្រែនផលិតដ្រូនបានមួយឆ្នាំ10លានគ្រឿងដើម្បីលក់ទៅពិភពលោកហើយនឹងប្រើប្រាស់ខ្លួនឯងទប់នឹងរុស្ស៊ីឥឡូវគ្រោងនឹងផលិតឲ្យបាន20លានគ្រឿងនៅក្នុងមួយឆ្នាំចឹងបានន័យថារុស្ស៊ីមិនអាចនឹងវាយអ៊ុយក្រែនបានច្រើនទៀតទេព្រោះដ្រូននេះអ៊ុយក្រែនម្ចាស់ការខ្លួនឯងយ៉ាងច្បាស់លាស់ឲ្យប្រទេសទៀតនៅលើពិភពលោកទិញដ្រូនពីអ៊ុយក្រែនទៅដែរដើម្បីយកមកការពារខ្លួននេះគឺជាភាពអស្ចារ្យរបស់អ៊ុយក្រែនក្រៅពីហ្នឹងមានព័ត៌មានអន្តរជាតិមួយទៀតគឺតាក់ទងនឹងឥណ្ឌានិងស្រីលង្កាចាត់ការហាមឃាត់ការនាំចូលទំនិញដែលផលិតដោយពលកម្មបង្ខំដើម្បីកុំឲ្យរងទណ្ឌកម្មពន្ធអាមេរិកប្រឹងហើយណាអាមេរិកមានឥទ្ធិពលខ្លាំងមែនតើខ្ញុំសូមសរសើរអាមេរិកដោយស្មោះ
គ្រាន់តែចង់ដាក់ពន្ធ 12.5% ទៅលើ60ប្រទេសដោយទាំងកម្ពុជាដែរកម្ពុជាមុនគេចេញប្រកាសធ្វើច្បាប់ធ្វើអីហាមទំនិញនាំចូលដែលដោយពលកម្មបង្ខំប៉ុន្តែកម្ពុជាខ្លួនឯងខំប្រឹងស្អំចិត្តអាមេរិកពីពលកម្មដោយបង្ខំពីខាងក្រៅចូលកម្ពុជាតែអាពលកម្មបង្ខំនៅកម្ពុជាអត់ស្ដារទេមិនដឹងរួចខ្លួនយ៉ាងម៉េចទេចាំមើលអាហ្នឹងយើងចេះតែនាំគ្នាចេះតែគិតថាយកមករួចមកកែសិនណាឥឡូវឥណ្ឌានិងស្រីលង្កាគេធ្វើដែរគឺគេថាគេចេញច្បាប់គេហាមទំនិញដែលនាំចូលពីបរទេសចូលប្រទេសឥណ្ឌានិងស្រីលង្កាដែលដោយពលកម្មបង្ខំដើម្បីផ្គប់ចិត្តអាមេរិកកុំឲ្យដាក់ពន្ធ 12% កន្លះទៀតល្អហើយយូរអត់ដែលធ្វើទេកុំតាអាមេរិកដាក់សម្ពាធនេះកុំអីអត់ធ្វើទេកម្ពុជាក៏អញ្ចឹងដែរឥឡូវកម្ពុជាធ្វើរឿងអត់នាំចូលទំនិញដែលនាំមកដោយការធ្វើពលកម្មបង្ខំពីក្រៅប្រទេសតែដល់ពេលយើងនាំចេញពីក្នុងខ្មែរហ្នឹងទៅអាមេរិកនេះពីពលកម្មបង្ខំនៅខ្មែរដែរណាតែអាមេរិកហ្នឹងលេបចូលទេអាហ្នឹងហើយដែលជាឱកាសសម្រាប់អ្នកតស៊ូមតិអង្គការសង្គមស៊ីវិលសហជីពអីនៅប្រទេសកម្ពុជាហ្នឹងមកប្រាប់ខាងពាណិជ្ជកម្មអាមេរិកនេះប្រាប់ថាកម្ពុជាសច្ចាមិននាំចូលទំនិញដែលបានដោយពលកម្មបង្ខំពីក្រៅមែនតែខ្លួនឯងនាំទំនិញពីក្នុងប្រទេសនេះចេញមកលក់នៅទីផ្សារអាមេរិកដោយពលកម្មបង្ខំនៅស្រុកខ្មែរដែរតើយ៉ាងម៉េចវិញខ្ញុំជឿថាកម្ពុជាអត់រួចខ្លួនទេនៅក្នុងន័យនេះគឺយើងស្អំតែមួយជ្រុងតែយើងនឹងនៅសល់សកៈនៅក្នុងខ្លួនឯងអញ្ចឹងបាទខ្ញុំលើកទឹកចិត្តឲ្យស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឲ្យសហជីពសេរីអង្គការសង្គមស៊ីវិលកុំធ្វើទុកបុកម្នេញគេហ្នឹងព្រោះអាការធ្វើទុកបុកម្នេញហ្នឹងគឺជាទម្រង់នៃពលកម្មដោយបង្ខំដែរព្រោះតែសហជីពអត់ហ៊ាននិយាយស្ដីអីការពារសិទ្ធិកម្មកររងសម្ពាធពីថៅកែរោងចក្រអញ្ចឹងការងារហ្នឹងគឺបង្ខំហើយចឹងអាផលិតផលដែលផលិតបានហ្នឹងគឺជាឈាមរបស់កម្មករគឺយកទៅលក់នៅអាមេរិកគឺខុសច្បាប់ហើយចង់និយាយថាវាត្រូវជាប់ទោសទណ្ឌហ្នឹងអញ្ចឹងហើយបានថានេះគឺជាឱកាសមាសសម្រាប់សហជីពកម្មករនៅក្នុងការតវ៉ាដែរព្រោះអីអាមេរិកកំពុងតែប្រាប់ថាខ្លួនមានសម្ពាធអាចដាក់អញ្ចឹងបានឥឡូវឥណ្ឌាសេដ្ឋកិច្ចគេប៉ុណ្ណាក៏រងឥទ្ធិពលអាមេរិកគឺឃើញអនុវត្តតាមស្រីលង្កាកម្ពុជាប៉ុន្តែដូចខ្ញុំនិយាយចឹងគឺយើងត្រូវតែដាក់សម្ពាធកម្ពុជាឲ្យគោរពតែច្បាប់មិនបាច់ទៅតវ៉ាអីទេឲ្យគោរពតាមអ្វីដែលជាលក្ខខណ្ឌដែលខ្លួនសន្យាទៅកុំឲ្យបោកហើយយើងមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការតវ៉ាអញ្ចឹងហើយបើបានប្រយោជន៍ទៅអ្នកណាបានប្រយោជន៍បងប្អូនតែឈប់មានពលកម្មបង្ខំអ្នកដែលបានប្រយោជន៍គឺពលករកម្មករខ្មែរយើងគ្រប់រោងចក្រហើយនឹងអ្នកដែលបានផលពីលក់ដូររបស់របរមុខរោងចក្រហ្នឹងបានទាំងអស់គ្នាអញ្ចឹងតើបងប្អូនតែបើសិនជានៅដដែលអ្នកដែលបានប្រយោជន៍បានប្រមាណ 5% នៃពួកឈ្មួញទុច្ចរិតអង្គញាមហាមន្ត្រីអ្នកធំហ្នឹងនៅស្រុកខ្មែរហ្នឹងតែបើធ្វើឲ្យមានសិទ្ធិមនុស្សប្រជាធិបតេយ្យមានអីត្រឹមត្រូវគឺបាន95%ហើយពេលនេះគឺជាពេលដែលកម្ពុជាកំពុងតែទុនជើងមែនតើហើយរដ្ឋាភិបាលកម្ពុជាសេដ្ឋកិច្ចក៏ធ្លាក់ចុះពាក់កណ្ដាលភ្ញៀវទេសចរក៏បាត់ចំនួនព្រំដែនឆបបោកអនឡាញឥឡូវអាមេរិកដាក់សម្ពាធរឿងស្អីគេពលកម្មដោយបង្ខំឥឡូវហ្នឹងទៀតគឺពេលនេះឯងដែលជាពេលតស៊ូមតិសម្រាប់បងប្អូនដែលធ្វើតាមនីតិវិធីអហិង្សាក្នុងការឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជាចុងក្រោយអ៊ីរ៉ង់ដោះលែងពលរដ្ឋអាមេរិកមួយរូបក្នុងពេលដែលអាមេរិកកំពុងវាយសន្ធាប់លើប្រទេសនេះបាទនេះគឺជារឿងមួយដែលមិនសូវកើតមានទេនៅអ៊ីរ៉ង់ព្រោះអីអ៊ីរ៉ង់ជាមនុស្សក្បាលរឿងដែរក្រុមផ្ដាច់ការហ្នឹងគាត់មិនដែលចោះញោមអាមេរិកម្ដងណាទេគេប៉ុណ្ណាក៏គេនៅតែកាត់ក្នុងក្អមនៅលងអួតឯងគ្រប់ម៉ាត់ចឹងប៉ុន្តែអាមេរិកទម្លាក់ខ្ទេចខ្ទីអស់ហើយឆេះម៉ត់អស់ហើយឥឡូវដល់ពេលអាមេរិកទម្លាក់ខ្លាំងពេកមករយៈពេល2 ថ្ងៃចុងក្រោយនេះស្រាប់តែអ៊ីរ៉ង់បានបញ្ចេញអ្នកទោសម្នាក់ដែលជាមេធាវីតែជនជាតិអាមេរិកមេធាវីផ្នែកសិទ្ធិមនុស្សនៅប្រទេសអ៊ីរ៉ង់ឈ្មោះថាលោក Jared Genser ដែលមិនលោកទេគឺមេធាវីស្រីសំទោសមេធាវីរបស់មេធាវីការពារសិទ្ធិមនុស្សឈ្មោះJared Genser នេះគឺការពារក្តីឲ្យជនជាតិអាមេរិកម្នាក់ឈ្មោះ Dana Carari ដែលបាននិយាយថាគាត់ជាប់នៅអ៊ីរ៉ង់ហ្នឹងតាំងពីខែធ្នូឆ្នាំ2024គេចោទគាត់ពីបទស្អីផ្ដេសផ្ដាសតែជាជនជាតិអាមេរិកឥឡូវនេះគឺគេបានដោះលែងគាត់ឲ្យមក
ដល់ទឹកដីសហរដ្ឋអាមេរិកវិញដោយសុវត្ថិភាពហើយរឿងនេះគឺជាចេតនារបស់អ៊ីរ៉ង់នៅក្នុងការបន្ធូរស្អំចិត្តអាមេរិកដែរតែពេលដោះលែងពលរដ្ឋអាមេរិកបែបនេះគឺបានន័យថាចង់បង្ហាញសារមកថាកុំទម្លាក់គ្រាប់ខ្ញុំច្រើនពេកអីខ្ញុំមិនអាក្រក់ដល់ប៉ុណ្ណឹងអីចឹងទៅលោកត្រាំក៏សារតដែរថាការដោះលែងអ្នកទោសដែលជាជនជាតិអាមេរិកនេះគឺជាសុឆន្ទៈរបស់ប្រទេសអ៊ីរ៉ង់តែប៉ុណ្ណឹងប៉ុន្តែគ្រាប់នៅតែទម្លាក់ស្រោចដដែលទេពួកអីតកតនឹងច្រកហមមូសហ្នឹងកំពុងប្រទីងបន្ទង់គ្នាអ៊ីរ៉ង់នៅតែបាញ់ពន្លិចកប៉ាល់ឆ្លងកាត់ឥឡូវប្រេងនៅលើពិភពលោកចាប់ផ្ដើមឡើងខ្លាំងក្រឺទៀតហើយគ្រាន់តែថាមិនឡើងខ្លាំងរហូតដល់ថ្ងៃដែលទៅផ្ទុះសង្គ្រាមកាលពីខែកុម្ភៈទេដោយសារអីអូម៉ង់កំពុងតែរៀបចំឲ្យកប៉ាល់អាចដឹកតាមច្រកក្បែរចូលក្នុងដែនអធិបតេយ្យច្រកសមុទ្រអ៊ីរ៉ង់អូម៉ង់មិនចាំបាច់ចូលច្រកហមមូស្អីអញ្ចឹងទៅគ្រាន់តែថាទឹកវារាក់ជាងវាពិបាកមិនអាចដឹកអីយ៉ាងម៉េចអានឹងរឿងច្រើនវែងឆ្ងាយទៀតតែយ៉ាងណាបងប្អូនព័ត៌មានបន្ថែមខ្ញុំនឹងផ្សាយជូនបងប្អូនតាមការគួរពេលនេះសូមស្លេះត្រឹមប៉ុណ្ណេះសិនជម្រាបលាបងប្អូនរាត្រីសួស្តីបងប្អូននៅស្រុកខ្មែរអរុនសួស្តីបងប្អូននៅទីក្រុងឡុងបេករដ្ឋកេឡីហ្វ័រញ៉ានិងទីផ្សេងនៅថ្ងៃរះបាទសូមជម្រាបលា